ទី1បង្ខំពីឪពុកម្ដាយផងទី2បង្ខំជាមួយនឹងអាក្រុមពួកអ្នកដែលវាខកបោកបញ្ឆោតផងទី3ទៀតពួកគាត់មានខ្យល់ណែនាំពួកគាត់នឹងវាមិនទៅឧទាហរណ៍ថាឥឡូវបងឯងក្រុមគ្រួសារបងឯងមានកូនស្រី2នាក់ឥឡូវនៅមាននៅបញ្យើងគេមានកន្លែងឲ្យកូនស្រីអ្នកឯងធ្វើការរស់ស៊ីអញ្ចឹងហើយតម្លៃនេះបានប្រែម៉ែឪស្រាប់តែលឺសូរតម្លៃហ្នឹងចិត្តចង់បានដែរកូនទៅធ្វើការក៏ប៉ុន្តែមិនដឹងថាពេលដែលទៅដល់បញ្យើងដល់ប្រេងកូនហ្នឹងគេធ្វើឯកសារបន្លំមួយទៀតបញ្ជូនយើងទៅប្រទេសក្រៅតែម្ដងហើយបញ្ជូនទៅប្រទេសក្រៅហ្នឹងហើយដូចខ្ញុំនិយាយករណីមិនអញ្ចឹងមានស្ត្រីខ្លះក៏ទៅរងគ្រោះទទួលរហូតដល់ប្តី3 4ក៏មានដែរនៅក្នុងគ្រួសារហ្នឹងរហូតដល់គាត់ទទួលរងគ្រោះហ្នឹងអត់រួចគាត់ទៅហត់តិចឬក៏គាត់ទៅប៉ុន្តែនិយាយពីរឿងនៅទឹកដីកម្ពុជាក្រោមវិញការដូចថាយើងនិយាយទៅចំណុចទី 5.4 ហ្នឹងលើកឡើងហ្នឹងគឺថាមានការបង្ខំឲ្យស្ត្រីទៅធ្វើជាស្ត្រីស្ពេសចារជាដើមបង្ខំឲ្យមនុស្សហ្នឹងគឺថាត្រូវតែរៀបការជាមួយដូចជាឪពុកម្ដាយហ្នឹងបង្ខំអាហ្នឹងទី1វាតាក់ទងជាមួយនឹងទំនៀមទម្លាប់ដែលខ្ញុំនិយាយលើកហើយហ្នឹងសម័យបុរាណខ្មែរក្រមយើងក៏មានចូលនៅក្នុងចំណាត់ថ្នាក់ហ្នឹងដែរគេថានំមិនធំជាងនាងណាកាលណាព្រះអង្គថាត់នៅក្នុងគ្រួសារមួយដែលប្រកាន់ទម្លាប់ហ្នឹងខ្លាំងពេកធ្វើឲ្យកូនស្រីហ្នឹងពិបាករស់ណាទី1ចង់ជីងទៅក្រៅអត់បានទី2ទៀតចង់រើសគូសកលដល់ខ្លួនឯងអត់កើតទី3ទៀតគឺថាជីងទៅក្រៅខ្លាចមានក្រុមមួយចាប់យកទៅធ្វើស្រីពេទ្យជាដើមនៅក្នុងសម័យកាលមួយដែលយើងមិនអាចរីកចម្រើនបានហ្នឹងគឺថាខ្មែរក្រមយើងរងគ្រោះអាហ្នឹងដែរបងមិនមានអត់ទេអ្នកខ្លះរហូតដល់ចាប់ស្ត្រីហ្នឹងយកទៅធ្វើទេសកលដូចជាយកទៅស៊ីឈ្នួលដោយអត់មានប្រាក់ខែហ្នឹងទៅតាមទូកតាមអីហ្នឹងអ្នកខ្លះម្យ៉ាងមិនហ្នឹងក៏មានស្រីខ្លះលិចតាមទូកតាមអីហ្នឹងស្លាប់ច្រើនដែរហ្នឹងស្ត្រីខ្មែរក្រមយើងណាហើយចំពោះយើងមើលនៅក្នុងសភាពតួទៅដែលនៅក្នុងប្រទេសវៀតណាមដែលមានជាង54សញ្ជាតិវិញគឺសញ្ជាតិគិញជាសញ្ជាតិមួយដែលត្រូវបានគេរកឃើញថាធ្វើស្រីពេទ្យហ្នឹងច្រើនជាងគេបំផុតនៅក្នុងតំបន់វៀតណាមយើងនៅប្រទេសអាស៊ីហ្នឹងគឺថាម្ដុំអាស៊ីហ្នឹងគឺថាភាគច្រើននិយាយពីរឿងឡាវខ្មែរនិងយួនហ្នឹងគឺថាយួនដែលជាអ្នកត្រូវបានបង្ខំទៅធ្វើស្រីស្ពេសាហ្នឹងច្រើនជាងគេបំផុតជាពិសេសរហូតដល់បងប្អូនយើងអាចមើលឃើញទៅតាមហាងការ៉ាអូខេអីជាដើមនៅក្នុងស្រុកខ្មែរក៏មានស្ត្រីយួនហ្នឹងមកធ្វើដល់ហ្នឹងដែរអញ្ចឹងហើយស្ត្រីយួនទាំងអស់នោះក៏មិនមែនជាស្ត្រីមួយពេញចិត្តនឹងធ្វើដែរត្រូវបានគេចាប់បង្ខំមករហូតដល់មានអ្នកខ្លះហ្នឹងខ្ញុំមើលឃើញថាសុំឲ្យជំនួយពីជនដែលហៅថាមានអំណាចនៅក្នុងប្រទេសយួនហ្នឹងបញ្ជូនទៅហើយហ្នឹងសុំឲ្យអ្នកផ្សព្វផ្សាយព័ត៌មានជាសាធារណៈនឹងជួយពួកគាត់ផងដើម្បីផ្សព្វផ្សាយយ៉ាងណាឲ្យម៉ែឪរបស់គាត់ដឹងថាឥឡូវគាត់គេទៅចាប់យកទៅនេះទៅនោះអញ្ចឹងមានន័យថាវាមានទាំងខ្មែរដែលកាត់យួននឹងទៀតមានខ្មែរក្រមយើងមួយចំនួនជាកូនកាត់យួនកូនកាត់ចិនអញ្ចឹងក៏ត្រូវបានគេចាប់បង្ខំនឹងលុកពីប្រទេសមួយទៅប្រទេសមួយអញ្ចឹងដែរហើយស្ត្រីមួយចំនួនដែលត្រូវបានទៅប្រទេសក្រៅនោះជាពិសេសគេប្រើវិធីសាស្ត្រមួយដល់ក្រខុកហ្នឹងគេថាគេមានប្រុសហ្នឹងពីប្រទេសចិនពីប្រទេសកូរ៉េពីប្រទេសពីប្រទេសថៃពីប្រទេសតៃវ៉ាន់នេះជាដើមហ្នឹងមកការក៏ប៉ុន្តែការពិតគេបោកបញ្ឆោតទេគេបោកបញ្ឆោតស្ត្រីហ្នឹងដើម្បីឲ្យទៅការទៅជាពិសេសអាពួកប្រុសដែលវាគេហៅថាវាបរិភោគកាមហ្នឹងវាចូលចិត្តយកស្រីហ្នឹងទៅហើយវាមិនត្រឹមតែចែកឲ្យខ្លួនឯងវារស់នៅស្ត្រីខ្មែរយើងនឹងខ្មែរក្រមឬក៏យួនហ្នឹងទេវាចែកឲ្យបងកើតវាចែកទៅឲ្យឪពុករបស់វាទៅលោបលើអាសិទ្ធិរបស់ស្ត្រីនឹងទៀតមានរឿងច្រើនដែរដែលខ្ញុំតាមដានព័ត៌មានមួយរយៈហ្នឹងគឺថាស្ត្រីអស់ទាំងនោះស្ត្រីរងគ្រោះហ្នឹងត្រូវសុំទាំងហូរយំសុំឲ្យក្រសួងដតីពាក់ព័ន្ធហ្នឹងឲ្យជួយធ្វើយ៉ាងណាឲ្យពួកគាត់ត្រឡប់មកស្រុកវិញផងអញ្ចឹងជាពិសេសនៅប្រទេសតៃវ៉ាន់នៅប្រទេសកូរ៉េជប៉ុនកូរ៉េហើយជាមួយចិននឹងឯងមានរហូតដល់ថៃទៀតជាដើមម៉ាឡេជាដើមហ្នឹងមានច្រើនណាស់រឿងដែលខ្មែរក្រមយើងរហូតដល់ជនជាតិដតីទៀតមានម៉ុងតាយ៉ាជាដើមក៏ត្រូវបានចូលនៅក្នុងតែកដែលគេបង្ខំដែរជាពិសេសអាទម្លាប់ដែលយើងនិយាយថាម៉ែឪឪពុកម្ដាយចង់មានបានខ្លាំងពេករហូតដល់ក្រុមគ្រួសារហ្នឹងជួនពេលខ្លះនោះទីតល់មែនទេណាមិនដឹងធ្វើអីដល់មានពេកមួយគេប្រើថាលុកកូនស៊ីនឹងរបៀបហ្នឹងលុកកូនស្រីស៊ីគឺថាគេទិញដាច់កូនស្រីហ្នឹងទៅចំនួនប្រហែលលានដុំអញ្ចឹងរហូតឧទាហរណ៍ថា$10000អញ្ចឹងឃើញថាបានអាលុយនឹងធំមែនក៏ប៉ុន្តែលុកកូនចំណេះហ្នឹងអាកូនហ្នឹងគ្នាវិធានាលំបាកកូនស្រីហ្នឹងអាយុត្រឹមតែ7 8 10អាកូនស្រីខ្លះណាអាយុបានតែត្រឹម15 16ទៅធ្វើឯកសារបន្លំទៀតដើម្បីយ៉ាងណាឲ្យអាកូននឹងដល់អាយុ18បានធ្វើប៉ាសពតចេញទៅប្រទេសចិនได้បានទេបងឃើញអាហ្នឹងសិតតែជាការងារប្រកាន់ស្ត្រីឬក៏បង្ខំចិត្តស្ត្រីឲ្យពួកគាត់ហ្នឹងអាយុមិនតាន់ដល់កំណត់ផងត្រឹមតែ14 15លួចគុកខិតជាមួយនឹងអាជ្ញាធរដែនដីហ្នឹងធ្វើឯកសារអាបញ្ជីកំណើតរបស់គាត់ហ្នឹង
ឲ្យតូនឡើងកម្រិតដល់18ចឹងទៅដើម្បីឲ្យពួកចិនពួកអីមកវាឃើញថាណែកូនហ្នឹងដល់អាយុការហើយធ្វើឯកសារខ្លាំងខ្លាយទេប៉ុន្តែកូនហ្នឹងនៅក្នុងក្រមអាយុ18ហ្នឹងឡើយទេគឺនេះអាហ្នឹងជាការងាររំលោភសិទ្ធិស្ត្រីទាំងស្រុងហ្មងទោះបីពួកគាត់ហ្នឹងมันមានបំណងទៅក្រោយក៏ប៉ុន្តែនេះវាទៅបានបង្ខំទី1បង្ខំពីឪពុកម្ដាយផងទី2បង្ខំជាមួយនឹងអាក្រមពួកអ្នកដែលវាខកបោកបញ្ឆោតផងទី3ទៀតពួកគាត់មេខ្យល់ណែនាំពួកគាត់ហ្នឹងវាមិនទៅឧទាហរណ៍ថាឥឡូវបងឯងក្រុមគ្រួសារបងឯងមានកូនស្រី2នាក់ឥឡូវនៅមាននៅបញ្យើងនោះគេមានកន្លែងឲ្យកូនស្រីអ្នកឯងធ្វើការរស់ស៊ីអញ្ចឹងហើយតម្លៃនេះបានប៉ុណ្ណេះម៉ែអូនស្រាប់តែលឺសូរតម្លៃហ្នឹងចិត្តចង់បានដែរកូនទៅធ្វើការក៏ប៉ុន្តែមិនដឹងថាពេលដែលទៅដល់បញ្យើងត្រង់ប្រេងគួរហ្នឹងគេធ្វើឯកសារបន្លំមួយទៀតបញ្ជូនយើងទៅប្រទេសក្រៅតែម្ដងហើយបញ្ជូនទៅប្រទេសក្រៅហ្នឹងហើយដូចខ្ញុំនិយាយករណីមិនអញ្ចឹងមានស្ត្រីខ្លះគាត់ទៅរងគ្រោះទទួលរហូតដល់ប្តី3 4ក៏មានដែរនៅក្នុងគ្រួសារហ្នឹងរហូតដល់គាត់ទទួលរងគ្រោះនឹងអត់រួចកាត់ទៅហត់តិចឬក៏កាត់ទៅពុទ្ធសត្វលោកនេះកើតមកអ្នកប្រាជ្ញទល់អាស្រ័យមានស្ត្រីបើគ្មានស្ត្រីជាមេផ្ទះស្ត្រីជាអ្នកបង្កើតនៅកូនល្អទេយើងអត់មានអ្នកប្រាជ្ញទៅសម័យអនាគតតទៅទៀតទេអញ្ចឹងយើងគួរតែនាំគ្នានឹងថែរក្សាស្ត្រីនឹងបើសិនតែស្ត្រីនឹងបាត់បង់នៅសតិអារម្មណ៍បាត់បង់នៅការជំនឿទៅលើខ្លួនឯងគាត់ធ្វើនៅអំពើអ្វីផ្សេងទៀតយើងបាត់បង់ម្ដាយមួយដ៏ពិសេសសម្រាប់ចិញ្ចឹមនៅកូនតរកមួយដែលមានបញ្ញាញាណគ្រប់គ្រាន់ដើម្បីបម្រើជាតិសាសន៍ទាំងមូលអញ្ចឹងចំណុចទាំងអស់ខ្ញុំលើកឡើងនៅទីនេះខ្ញុំលើកឡើងឲ្យធំតលេទៅមុខទៀតហ្នឹងគឺថាយើងត្រូវថែរក្សាស្ត្រីហ្នឹងជាពិសេសគួរតែប្រកួតគួងមើលថែគាត់ឲ្យបានល្អប្រសើរទៅគាត់ជាម្ដាយមួយដើម្បីចិញ្ចឹមតរកមួយទៀតដើម្បីជាធនធានមនុស្សសម័យក្រោយទៀតប្រទេសជាតិទល់តែមានធនធានមនុស្សហ្នឹងហើយដែលជាហេតុបង្កើតនៅផលប្រយោជន៍សម្រាប់ជាតិសាសន៍នីមួយនឹងជឿនលឿនទៅបានអាស្រ័យមានអ្នកបដាជាដើមសិនហើយបើសិនមកយើងមើលឃើញស្ត្រីនឹងចាប់ទុកថាពួកគាត់នឹងជាមនុស្សដែលអាចមានភេទមួយចម្លែកចង់យកកាត់នឹងទៅធ្វើការងាររបៀបរបបទៅតាមយើងគិតឃើញបែបណាជារឿងមួយរំលោភតាមចិត្តជារឿងមួយខាតបងធ្ងន់ណាសម្រាប់អនាគតរបស់មនុស្សជាតិយើងនៅក្នុងពេលអនាគតកាលហ្នឹងបើសិនបើយើងនៅចេះតែបំពេញគ្រប់ប្រទេសទាំងអស់ដូចជាអង្គការសហជីវជាតិនឹងដូចជា SDG មើលឃើញនឹងហើយដែលជាហេតុលើកឡើងមិញថាស្ត្រីនៅបច្ចុប្បន្នហ្នឹងមានត្រឹមតែ 2.5% ដែរដែលទទួលបានផលប្រយោជន៍ពីសង្គមឃើញទេអញ្ចឹងនៅសល់ជាង7%ទៀតដែលមិនបានទទួលផលប្រយោជន៍ដែលហៅថា payment care ហ្នឹងគាត់មកទៅធ្វើការងារដែលអត់បានផលប្រយោជន៍ហ្នឹងទោះបីគាត់នៅផ្ទះបំរើគេក៏ដោយដូចខ្ញុំលើកលែងមែនបំរើកន្លែងខ្លះគ្មានលុយតតែសោះសូម្បីអ្នកហ្នឹងទៅធ្វើ10 20ឆ្នាំបំរើគេហើយមកផ្ទះវិញមកបានតែមកសម្ពាធតេមកទេគ្មានបានអីទាំងអស់នោះហើយដែលជាហេតុពេកមួយគេហៅថា unpayment care ហ្នឹងពួកគាត់ហ្នឹងជាស្ត្រីគាត់ទៅបំរើក្នុងក្រុមគ្រួសារហ្នឹងមែនបំរើដូចនិយាយថាបំរើអត់ថ្លៃហ្មងបំរើអត់ថ្លៃតែម្ដងហ្នឹងឯងចំណុចដែលយើងលើកឡើងនៅក្នុងមាត្រាទី5នេះជាមាត្រាក្តោបមួយនៅក្នុងសង្គមមនុស្សជាតិទូទៅតែម្ដងបើសិនតែប្រទេសហ្នឹងមានការរីកចម្រើនហើយមានការpaymentឲ្យត្រឹមត្រូវទៅលើកម្លាំងរបស់ស្ត្រីហ្នឹងហើយមានការប្រើប្រាស់ស្ត្រីហ្នឹងឲ្យទៅតាមរបៀបរបបនៃមនុស្សជាតិដែលគេចែងចេញមកក្នុងមាត្រាទី5របស់ SDG នេះជាការងារផលប្រយោជន៍ធំណាស់សម្រាប់ឲ្យយើងហ្នឹងមានភាពជឿនលឿនទៅមុខអាស្រ័យទល់តែមានស្ត្រីនឹងប្រកែស្ត្រីនឹងជាម្ដាយមួយដែលគេហៅថាមហិមាម្ដាយមហិមាទើបយើងអាចមាន